មេដឹកនាំរុស្ស៊ីលោកពូទីនបានប្រមានឆ្លើយតបភ្លាមៗលើអារ៉ាប់នឹងផ្ដាំទៅកាន់មេដឹកនាំអាមេរិកលោកដូណាល់ត្រាំថារុស្ស៊ីមិនមែនជាខ្លាក្រដាសប្រធានាធិបតីវ្លាឌីមៀពូទីនបាននិយាយថារុស្ស៊ីនឹងឆ្លើយតបភ្លាមៗប្រសិនបើខ្លួនគិតថាអារ៉ាប់កំពុងបង្ករឿងហើយបាននិយាយថាស្ទើរតែទាំងអស់នៃសម្ព័ន្ធមិត្ត NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិកឥឡូវនេះកំពុងប្រួតដៃគ្នាប្រយុទ្ធជាមួយរុស្ស៊ីតែម្នាក់ឯងកាលពីថ្ងៃប្រហ័សប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនថែមទាំងបានវិបកទៅកាន់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំសម្រាប់ការហៅរុស្ស៊ីថាជាខ្លាក្រដាសដោយលើកឡើងថាអង្គការ NATO ទេដែលអាចជាប្រទេសខ្លាក្រដាសនិងប្រមានសហរដ្ឋអាមេរិកវិញថាប្រសិនបើខ្លួនផ្គត់ផ្គង់មីស៊ីល Tomahawk ដល់អ៊ុយក្រែនវានឹងបង្កឲ្យមានការកើនឡើងដ៏គ្រោះថ្នាក់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលជាសង្គ្រាមដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី2បានបង្កឲ្យមានការប្រឆាំងមុខដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ីនិងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបានៅក្នុងឆ្នាំ1962ហើយមន្ត្រីរុស្ស៊ីបាននិយាយថាឥឡូវនេះពួកគេកំពុងស្ថិតនៅក្នុងចំនួនក្តៅជាមួយនឹងលោកខាងលិចថ្លែងនៅឯក្រុមពិភាក្សា Valdia នៅក្នុងរមណីយដ្ឋានសមុទ្រខ្មៅនៅទីក្រុងស៊ូឈីលោកពូទីនបាននិយាយថាកងកម្លាំងរុស្ស៊ីកំពុងដើរទៅមុខតាមបណ្ដោយជួរមុខទាំងមូលនៅក្នុងប្រទេសអ៊ុយក្រែនហើយថាស្ទើរតែទាំងអស់នៃសម្ព័ន្ធភាព NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិកឥឡូវនេះកំពុងប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីតែម្នាក់ឯងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលពីមុននិយាយថាទីក្រុងគៀវគួរតែបោះបង់ចោលទឹកដីដើម្បីបង្កើតសន្តិភាពជាមួយទីក្រុងមូស្គូស្រាប់តែផ្លាស់ប្ដូរវោហារសាស្ត្ររបស់លោកយ៉ាងខ្លាំងកាលពីសប្តាហ៍មុននៅក្នុងនោះលោកបាននិយាយថាអ៊ុយក្រែនអាចដណ្ដើមយកទឹកដីទាំងអស់ពីរុស្ស៊ីមកវិញហើយបានចាត់ទុកទីក្រុងមូស្គូជាខ្លាក្រដាស